Hello បងខ្ញុំចង់ប្រាប់បងថាឡានដែលមានម៉ាស៊ីនភ្លើងដំបូងគេលើលោកឥឡូវនេះសម្ពោធជាផ្លូវការហើយបងជំរាបសួរបងប្អូននេះគឺជារថយន្ត pick up ដំបូងគេលើលោកដែលបានប្រើប្រាស់ជាមួយនឹងបច្ចេកវិទ្យា REEV ដែលប្រើប្រាស់នៅប្រភេទ motor 2 អគ្គិសនីលីសាំងក៏ប៉ុន្តែវានៅលើប្រភេទ top grade ហើយគឺអគ្គិសនីលីសាំងហ្នឹងគឺអាចបើកបររយៈចម្ងាយបានឆ្ងាយរហូតដល់ជាង 1000 គីឡូម៉ែត្រហើយនេះគឺជារថយន្តមួយដែលត្រូវបានណែនាំដោយ Chang'an ហើយស្វាគមន៍បងប្អូនមកកាន់បទបង្ហាញលម្អិតទៅលើរថយន្ត Chang'an model Nivo Hunter E ស៊េរីថ្មីចុងក្រោយអញ្ចឹងបងប្អូនគ្នាដោយបងប្អូនគ្នាបានដឹងអញ្ចឹងតាក់ទងទៅនឹងរថយន្ត Chang'an Nivo Hunter E ស៊េរីថ្មីចុងក្រោយមួយនេះគឺជារថយន្ត pick up ដំបូងគេហើយដែលបានពំនាំនៅបច្ចេកវិទ្យានេះនៅលើរថយន្តប្រភេទ pick up ចូលមកដល់ការរចនាតាក់ទងទៅនឹងការ design នេះគឺបងប្អូនគ្នាបានឃើញហើយតាក់ទងទៅនឹងអំពូល daytime running light ឬក៏ភ្លើងអំពូលសនំចង្កៀងបំភ្លឺផ្លូវគឺប្រើប្រាស់សិតតែប្រភេទ LED ទាំងអស់តែម្ដងហើយជារួមហ្មង daytime running light ឬក៏ភ្លើងសញ្ញោភ្លើងសុំផ្លូវហ្នឹងគឺមានភាពតាក់ទាញខ្លាំងដោយសារតែការ design របស់គេហ្នឹងជាកង់គឺស្អាតខ្លាំងមែនតើហើយក៏មិនចោលផងដែរជាមួយនឹងមុខងារបាទដ៏ឆ្លាតវៃសម្រាប់សំណុំចង្កៀងបំភ្លឺផ្លូវបើសិនជាយើងធ្វើការដឹកធ្ងន់អីយើងអាចធ្វើការសេរីកំណត់កម្ពស់ភ្លើងទៅតាមស្ថានភាពជាក់ស្ដែងដែលបងប្អូនគ្នាចង់បានភ្លើងស្វ័យប្រវត្តិអូតូនៅពេលដែលចូលទីងងឹតអីក៏មានដូចគ្នាផងដែរនៅផ្នែកខាងមុខក៏រំលេចជាមួយនឹងបាទកាមេរ៉ាមួយគ្រាប់កាមេរ៉ានេះគឺមួយជុំឡានគឺលក្ខណៈ540ដឺក្រេហ្មងអាចមើលធ្លុះដល់បាតឡានមានខ្សែបន្ទាត់រាតាមចង្កូតជារួមហ្មងគឺសុវត្ថិភាពខ្ពស់តែម្ដងនៅខាងក្រោមក៏មានកាងលម្អនៅផ្នែកខាងក្រោមបាទការពារពីការប៉ះទង្គិចផ្សេងៗហើយក៏មានផងដែរជាមួយនឹងសំណុំចង្កៀងអំពូលកាត់អាប់ផងដែរជារួមហ្មងនៅផ្នែកខាងមុខគឺមានភាពតាក់ទាញខ្លាំងអំណាចហើយស័ក្តិសមជារថយន្តដែលប្រើប្រាស់នៅបច្ចេកវិទ្យាទំនើបចុងក្រោយនៅផ្នែកចំហៀងវិញគេបានលេងជាមួយនឹងថាកង់ទំហំ18អ៊ីងមករួចជាស្រេចតែម្ដងលេងជាពណ៌ខ្មៅបែបស្ពណ៌បងប្អូនគ្នាសម្រាប់ត្រឡប់កញ្ចក់វិញក៏បានបំពាក់ជាមួយនឹងមុខងារតាក់ទងទៅនឹងសម្ងួតកញ្ចក់នៅពេលដែលយើងមានសំណើមឬក៏រដូវវស្សាអីមានភ្លៀងធ្លាក់អីយើងអាចធ្វើការចុចសម្ងួតកញ្ចក់របស់យើងអញ្ចឹងយើងអាចមើលអំពីឧបសគ្គនៅផ្នែកខាងក្រោយបានកាន់តែច្បាស់ផងដែរឈ្នាន់ជាន់ដូចគ្នាមានភាពរឹងមាំជាមួយនឹងកាងលម្អនៅផ្នែកខាងលើក៏មានផងដែរជាមួយនឹងអង្គតែនប្រភេទព្រុយត្រីឆ្លាម Shark Fin ជារួមហ្មងចាំបានថាប្រើក្នុងទីក្រុងក៏បានប្រើ off road ក៏បាន on road ក៏បានលុកព្រៃក៏បានដោយអត់មានក្តីបារម្ភហើយលុកព្រៃលើកនេះគឺមិនចាំបាច់មានប្រេងឥន្ធនៈបន្ថែមអីណាទេចាក់តែម្ដងសាកភ្លើងតែម្ដងរួចជាស្រេចតែម្ដងអញ្ចឹងសម្រាប់ប្រវែងបដោយសរុបមានរហូតដល់5380មីលីម៉ែត្រទទឹងគឺ1980មីលីម៉ែត្រកម្ពស់គឺ1875មីលីម៉ែត្ររីឯប្រវែងគម្លាតកង់មកក្រោយគឺ3180មីលីម៉ែត្រផងដែរចូលមកដល់ផ្នែកខាងក្រោយបងប្អូនគ្នាកត់សម្គាល់ឃើញដំបូងគេគឺស្តុបចង្កៀងប្រើ LED ផ្ទាល់តែម្ដងហើយមាន sensor 2គ្រាប់កាមេរ៉ាមួយគ្រាប់នៅផ្នែកខាងក្រោយក៏ប៉ុន្តែលក្ខណៈពិសេសមួយបងប្អូនគ្នាប្រកាសជាឆ្ងល់ហើយថាឃើញឃ្លុបនៅផ្នែកខាងក្រោយនេះព្រោះភាគច្រើនហ្មងអ្នកដែលគាត់ប្រើឡាន pick up កន្លែងនេះគឺអាចថាតនេចែហ្មងអត់មានឃ្លុបដូចជារថយន្ត Hunter E នេះទេហើយក៏អាចនឹងអត់មានតាក់ទងទៅនឹងកាងអីលម្អមកបានស្អាតបែបនេះដែរអញ្ចឹងសម្រាប់ Chang'an Hunter E នេះបានបំពាក់មករួចជាស្រេចតែម្ដងមកពីរោងចក្រជូនមកគ្នាតែម្ដងអញ្ចឹងមិនបាច់ចាំចំណាយថវិកាក្នុងការតម្លើងជាមួយនឹង accessory ដាក់ឃ្លុបទៅមិនដឹងថាដាក់ម៉ាកអីទេឥឡូវនេះ Chang'an Hunter E ទិញហើយគឺបងប្អូនគ្នាបានមួយ set តែម្ដងលក្ខណៈដែលពិសេសមួយទៀតហើយអាចនិយាយបានថានៅក្នុងគេហៅ best in class ណាសម្រាប់រថយន្ត pick up ខ្នាតប៉ុណ្ណេះអាចនិយាយបានថា Chang'an Hunter E នេះគឺមានតែមួយហ្នឹងឯងដែលប្រើប្រាស់ជាមួយនឹងឃ្លុបទ្វារផ្នែកខាងក្រោយនេះជា2កង់នេះមួយកង់ហើយយើងអាចផ្លាស់ប្ដូរកន្លែងបើកទ្វារនេះទ្វារនេះជាទ្វារក៏ប៉ុន្តែអាចផ្លាស់ប្ដូរទៅជាដើរឡើងប៉ុន្តែយើងចុចមួយមកខ្លាយទៅជានេះជាដើរនេះលោយអត់បងប្អូនគ្នាអញ្ចឹងកន្លែងនេះយើងអាចអង្គុយបាទ relax អញ្ចឹងទៅពេចនិចអីបានមួយអែមហ្មងហើយនៅពេលដែលយើងចុចតម្លាក់មកមិញហ្នឹងគឺអត់ធ្ងន់ទេ
đáy thuê bao kế để sang tại cái miếng bùm vậy tới sầm rúa lưỡi ca pra ban cướp đầm rơi ca tiang bò ro tiang nỉ ri bà tiang bò ro sạch đom tiang bò ro ắt sạch đom có phở ba đi cái nè hai sầm khăn cứ miếng chỉ đá ai dương vô đã tục đại ván chẳng từ hay nó khăn khăn nóng ní cứ miếng phơi LED nó pe để bom tụi này nó pe giúp trong riệp ván riệp ấy chứ nè bà nè chạy đấy chứ hai nó pe đi dương tục đại ván hái dương tiên rụt nó dương bật tới rồi gì sai cho mà đòn nè hay sao bạn hay là khả năng đây bị xe mũi tiền lan pick up mũi ní có miếng bồng pẹ phong đá chỉ mũi nó một nghĩa đã ai phải cả chia rồi dân mình chơi pi chừng ngày đã miếng bồng pẹ này lên rồi dân trang an model Nivo Hunter E series thay trong cái đã pra nơi bây giờ cái tụm nước trong cái OEEV ok bông thằng này lấy đi dương châu mà đó phải để khai này cái điệp chóm nơi này khẳng khôn hay năng phim tụm lớp rồi bỏ rồi trang án Hunter E series thay trong cái chắc nhắm trong phải chẹt về bông thằng này phong đá xem mẹ rồi này cứ dương ai cầm nát oi propon đầm nà ca mà tơ muối rồi còn mà tơ pí rồi có tơ pí còn mà đá xem mẹ tham phim plug đài bị bạc khlang thôi chậm này muối tiệt để bông thằng này pra nơi rồi dương để pra nơi bây giờ cái gì OEEV muối ní nè cái thì mỗi cứ bông thằng này bạc bò bài rồi dạy trong ngày chẳng bạn cái hai best in class chẳng cái rồi hôm đó bênนี้xem mẹ rồi dươngประเภท pick up คือមានតែរយន្ត Chang'an Hunter E មួយនេះទេដែលមាននៅបច្ចេកវិទ្យាមួយនេះហើយដំបូងគេនៅលើលោកផងដែរនៅក្នុងប្រភេទ line pick up ចង់បញ្ជាក់ប្រាប់បងប្អូនទាំងគ្នាផងដែរឥឡូវនេះយើងកំពុងតែទាញយកផលចំណេញពីរយន្ត Chang'an Hunter E នេះហើយដោយសារតែឥឡូវហ្នឹងគឺយើងមកថតនៅអញ្ចឹងហ៎យើងអត់មានប្រភពភ្លើងទេអញ្ចឹងអ្វីដែលយើងអាចធ្វើបានគឺយើងវាយភ្លើងក៏ប៉ុន្តែយើងប្រើប្រភពថាមពលដែលយកចេញមកពីរថយន្ត Chang'an Hunter E នេះតាមរយៈ V2L Vehicle to Load សម្រាប់ activate អាហ្នឹងគឺស្រួលទេបងប្អូនទាំងគ្នាគ្រាន់តែមាន adapter មួយមកដើម្បីទាញយកប្រភពថាមពលចេញពី LAN ហ្នឹងហើយបងប្អូនទាំងគ្នានេះវាមាន shortcut របស់វាបងប្អូនគ្រាន់តែចុចទៅលើពាក្យ discharge អញ្ចឹងពេលហ្នឹងគឺបងប្អូនទាំងគ្នាអាចប្រើភ្លើងបានហើយបើសិនជាចង់ដាំទឹកស្រុះមីដាំបាយអីក៏បានដែរបងប្អូនទាំងគ្នានិយាយទៅប្រើបានមួយស្រឡាញ់ហ្មងហើយមួយវិញទៀតសម្រាប់ការរៀបចំបរិក្ខារនៅផ្នែកខាងក្នុងគេរៀបចំមកគឺមានអេក្រង់កុងទ័រគឺទំហំ 7.5 អ៊ីងបង្ហាញតាក់ទងទៅនឹងពហុព័ត៌មាន digital ជាច្រើនដែលនៅក្នុងមានល្បឿនមានប្រភពថាមពលដែលបងប្អូនគ្នាឃើញនៅខាងនេះគឺមានដាក់ kilowatt នេះគឺគេនឹងប្រាប់បងប្អូនគ្នាតាក់ទងទៅនឹងនៅពេលដែលយើងជន់ធម្មតាវាស៊ីកម្រិតថាមពលប្រមាណ kilowatt ហើយចង់បញ្ជាក់ដែរសម្រាប់បច្ចេកវិទ្យា OEEV ហ្នឹងគឺគេយកម៉ាស៊ីនហ្នឹងដូចម៉ាស៊ីនភ្លើងអញ្ចឹងយកប្រភពថាមពលយកមកសាកជាមួយនឹងអាគុយអញ្ចឹងហើយបបិស័ននៃការបើកបរបបិស័ននៃការប្រើប្រាស់របស់បងប្អូនគ្នាគឺច្បាស់ណាស់ដូចទៅនឹង line អគ្គិសនីអញ្ចឹងអូខេហើយនៅក្នុងអេក្រង់បង្ហាញពហុព័ត៌មានហ្នឹងក៏មានព័ត៌មានច្រើនដែរតាក់ទងទៅនឹងល្បឿនតាក់ទងទៅនឹងរយៈចម្ងាយនៃការបើកបរការប្រើប្រាស់ជាមួយនឹងអគ្គិសនីសុទ្ធអីគឺមានបង្ហាញនៅលើនេះជូនបងប្អូនគ្នាតែម្ដងជាក់ស្ដែងសម្រាប់អេក្រង់កំសាន្តវិញក៏មានទំហំធំដែរទំហំរហូតដល់ 12.3 អ៊ីងពាក់ជាមួយនឹងមុខងារបាទអត់ចោលទេមុខងារអត់ចាំបាច់ដោតខ្សែញ៉ៃគឺមុខងារ Wireless Apple CarPlay និង Android Auto អញ្ចឹងប្រព័ន្ធប្រតិបត្តិការមួយណាក៏អាចប្រើបានដែរនៅលើអេក្រង់មួយនេះហើយមានមុខងារសម្បូរបែបមែនទេដែលគេប្រមូលយកមកដាក់នៅក្នុងអេក្រង់មួយនេះបងប្អូនគ្នាអញ្ចឹងបើសិនជាបងប្អូនគ្នាចង់ប្រើនៅក្នុងទីក្រុងបងប្អូនគ្នាអាចចុចនៅលើ Vehicle Mode នេះយកមកពាក្យថា EV First អញ្ចឹងប្រើអគ្គិសនីសុទ្ធហ្មងហើយឬក៏បងប្អូនគ្នាចង់ឲ្យវាប្រើសុទ្ធហ្មង Force មក EV ហ្មងសម្រាប់ខ្ញុំគិតថាបងប្អូនគ្នាអាចចុចមក Auto ឲ្យប្រព័ន្ធដំណើរការដោយខ្លួនឯងសាំងលាអគ្គិសនីអញ្ចឹងទៅអញ្ចឹងប្រព័ន្ធឆ្លាតវៃឯងវានឹងដំណើរការឲ្យបងប្អូនគ្នាដើម្បីជួយសន្សំចាយទៅដល់ម្ចាស់រថយន្តមួយវិញទៀតផងដែរបងប្អូនគ្នាមិនបាច់បារម្ភទេដោយសារតែ LAN នេះជា LAN pick up ជា LAN ប្រភេទដឹកក៏ប៉ុន្តែជា LAN ប្រភេទដឹកទាន់សម័យអាចប្រើបានទាំងលក្ខណៈគ្រួសារអាចប្រើបានទាំងលក្ខណៈអាជីវកម្មបានចុះការឋានចុះអីគឺធានាថាមកអែមដោយសារតែស្ថានភាពផ្លូវគឺអត់ពិបាកទេចង់ចូលព្រៃក៏បានចូលទឹកក៏បានដែរជម្រៅទឹកដែលអាចចូលបានរហូតដល់600មីលីម៉ែត្រហើយសម្រាប់ dry mode គឺមានច្រើនអញ្ចឹងជាក់ស្ដែងហ្មងបើសិនជាផ្លូវដែលពិបាកខ្លាំងបងប្អូនទាំងនេះកាច់មក 4L ទៅប៉ុន្តែបើចង់ឲ្យប្រព័ន្ធដំណើរការដោយស្វ័យប្រវត្តិបងប្អូនទាំងនេះចុចមក auto មកបវល់មក auto ហើយមួយវិញទៀតក៏មានផងដែរជាមួយនឹង off road mode ក៏ច្រើនដែរនៅក្នុងនោះមានដូចជា snow mode ផ្លូវដែលរអិល sand mode ផ្លូវខ្សាច់ hoving mode គឺសម្រាប់ការអូសសណ្ដោង matte mode គឺសម្រាប់ផ្លូវមានភក់ cruise mode ហ្នឹងផ្លូវដែលមានថ្មឬក៏មានទឹកហ្នឹងឬក៏ off road master ហ្នឹងយើងកំណត់ទៅលើមុខងារដែលយើងចង់បាននេះវាមានយ៉ាងទៅបងប្អូនទាំងនេះអាចធ្វើការបិទបើកតាក់ទងទៅនឹងមុខងារ ESC ក៏បានដែរមុខងារការពាររថយន្តពីការរអិលហើយក៏ដូចជាមុខងារគ្រប់គ្រងនៅទំនៀមសកម្មអីផ្សេងៗបាទហើយសូម្បីតែ Dial Code ក៏បងប្អូនទាំងនេះអាចធ្វើការសេរីបានផងដែរដែលវាមានទុនរឹង
ឬក៏កម្រិត comfort អីចឹងទៅអាស្រ័យទៅលើការចង់បានរបស់បងប្អូនគ្នាផងដែរបើទោះបីជាមាន off road mode ក៏ដោយក៏ប៉ុន្តែនៅក្នុងនោះក៏មានតាក់ទងទៅនឹង driving mode បាទមុខងារជំនួយដល់ការបើកបរអញ្ចឹងយើងអាចធ្វើការកំណត់បាន4របៀបដោយ3របៀបគឺឲ្យប្រព័ន្ធដំណើរការទៅតាមអ្វីដែលបានកំណត់រួចស្រេចហើយ custom គឺអាស្រ័យទៅលើការចង់បានរបស់បងប្អូនគ្នាចឹងជាក់ស្ដែងមានប្រភេទធម្មតា normal eco mode និងសំចៃ sport mode គឺវា sport ប៉ុន្តែជាក់ស្ដែងមកខ្ញុំប្រើ eco ហ្នឹងគឺបើកជាន់បានហ្មងនិយាយទៅដោយសារតែម៉ាស៊ីនអត់មានដំណើរការយកមកបវលកង់ទេគឺគេប្រើអាគុយយកទៅបវល motor មុខ motor ក្រោយសម្រាប់ឲ្យបងប្អូនគ្នាទទួលបានអារម្មណ៍ដូចឡើងនៅគិសនីដែលខ្ញុំបានប្រាប់បងប្អូនគ្នាហ្នឹងហើយបើសិនជាបងប្អូនគ្នាចង់បាន mode នៃការបើកបរអាស្រ័យលើបងប្អូនគ្នាទេប៉ុន្តែសម្រាប់ខ្ញុំបើកបរប្រហែលថ្ងៃនេះគឺខ្ញុំយកតែ eco បើកបរបានរួចជាស្រេចតែម្ដងហើយជំនួយពីហ្នឹងទៀតបងប្អូនគ្នាក៏មានផងដែរជាមួយនឹងមុខងារដែលយើងអាចធ្វើការផ្ដាច់នៅ motor មុខឬក៏ motor ក្រោយបាននៅខាងនេះវាផ្ដល់នូវជំរឿននៃភាពបត់បែនគឺបានច្រើនមែនតើអាស្រ័យទៅលើស្ថានភាពដែលបងប្អូនគ្នាប្រើប្រាស់នៅក្នុងនេះក៏មានផងដែរជាមួយនឹង Voice Mode នៅពេលដែល Voice Mode ធម្មតាវានឹងកញ្ចក់ណាដែលអត់ទាន់បិទគឺវាតម្លើងឲ្យយើងដើម្បីធ្វើការលាងសម្អាតអានេះស័ក្តិសមបំផុតសម្រាប់នៅពេលដែលយើងចូលទៅកាន់ម៉ាស៊ីនស្វ័យប្រវត្តិធ្វើការលាងសម្អាតឡានកម្រិតផាសុខភាពមួយទៀតគឺតាក់ទងទៅនឹងកៅអីពូកស្បែកដែលខ្ញុំកំពុងអង្គុយកៅអីអ្នកបើកបរកៅអីអ្នករួមដំណើរនៅផ្នែកមុខបញ្ជាដោយថាមពលអេឡិចត្រូនិកទាំងអស់ក៏បានបំពាក់ជាមួយនឹងមុខងារខ្យល់ក្តៅផងដែរអញ្ចឹងវាអង្គុយក្តៅខ្លួនបានល្អងាយស្រួលក្នុងការបើកបរហើយចង្កូតធូរហើយដូចវាចែកអញ្ចឹងយើងអាចធ្វើការកំណត់ទុនរឹងអាស្រ័យទៅលើការចង់បានបងប្អូនព្រោះចង្កូតនេះជាចង្កូតប្រភេទចង្កូតភ្លើងហើយនៅកន្សូលកណ្ដាលនេះវិញយើងអាចទុកដាក់របស់របរឲ្យបានល្មមបាននៅផ្នែកខាងមុខនេះកន្លែងសាកថ្មទូរស័ព្ទដែលខ្សែកម្លាំង40វ៉ាត់ហើយក៏មានផងដែរកន្លែងដាក់ដបទឹកកាហ្វេភេសជ្ជៈផ្សេងៗនៅកន្លែងនេះបានឬក៏យើងទុកដាក់សម្ភារៈនៅកន្លែងកន្សូលកន្លែងដាក់ដៃនេះបានហើយបើសិនជាទុកដាក់អត់អស់ទេបងប្អូនគ្នាអាចដាក់នៅខាងក្រោមបានមួយទៀតក៏ជួយសម្រួលបងប្អូនគ្នាដែរកុំឲ្យបងប្អូនគ្នាមានការព្រួយបារម្ភពីព្រោះដោយសារការតម្លើងបំពាក់បន្ថែមផ្សេងវាត្រូវការជាងនៃជំនាញអញ្ចឹងកុំឲ្យពិបាកទៅកន្លែងណាដែលជំនាញមិនជំនាញហ្នឹងគឺកុំឲ្យពិបាកបងឆាងអានតម្លើងក្លុបរូតឲ្យបងប្អូនគ្នាដោយស្វ័យប្រវត្តិមកអញ្ចឹងបងប្អូនគ្នាគ្រាន់តែទិញពីឆាងអានកម្ពុជាទទួលបានមួយសេតហើយមានការធានាត្រឹមត្រូវពីក្រុមហ៊ុនផ្លូវការទៀតហើយផលចំណេញមួយទៀតដែលបងប្អូនគ្នាទទួលបានពីរថយន្តឆាងអាន model Nivo Hunter Eសេរីថ្មីចុងក្រោយមួយនេះបងប្អូនទាំងគ្នាមិនចាំបាច់តម្លើងកាមេរ៉ាសុវត្ថិភាពទេដោយសារតែសម្រាប់រថយន្ត pick up មួយនេះគឺកាមេរ៉ា540 degree ហើយកាមេរ៉ាប្រភេទ360គឺគេថតមកជុំឡានជូនបងប្អូនទាំងគ្នា record ទុកនៅក្នុងមួយ file ជូនបងប្អូនទាំងគ្នាផងដែរអានេះគឺជាលក្ខណៈមួយដែលពិសេសដែរបងប្អូនទាំងគ្នាហើយសូម្បីតែមុខងារវាស់សម្ភារខ្យល់កង់រថយន្តក៏មានរួចជាស្រេចជារួមមកទិញឡាននេះហើយគឺបងប្អូនទាំងគ្នាយកទៅប្រើមកយើងអត់ចាំបាច់ចំណាយថវិកាបន្ថែមទៀតទេហើយមួយវិញទៀតតាក់ទងទៅនឹងមុខងារជំនួយដល់ការបើកបរដូចជាប្រព័ន្ធសុវត្ថិភាពក្រៅពី off road mode ឬក៏ drive mode ហ្នឹងគឺបងប្អូនទាំងគ្នាក៏ទទួលបានផងដែរជាមួយនឹងប្រព័ន្ធកំណត់ល្បឿនបើកបរតាមរថយន្តនៅផ្នែកកម្ពស់ cruise control ហើយប្រព័ន្ធការពារការចាក់ចេញពីគន្លងដែលអត់ត្រឹមត្រូវអញ្ចឹងវាបការថយន្តរបស់យើងហើយក៏ដូចជាប្រព័ន្ធជំនួយពេលយើងឡើងចំណោតអីផ្សេងដោយសារឡាននេះគឺប្រើប្រាស់ជាមួយនឹង Frank Dye Electronic ជារួមមកវាអភិវឌ្ឍទៅលើបច្ចេកវិទ្យាកាន់តែទំនើបហើយការប្រើប្រាស់ហ្នឹងគឺកាន់តែបំពេញទៅលើការប្រើប្រាស់គ្រប់តម្រូវការរបស់បងប្អូនគ្នាជាពិសេសហ្នឹងគឺយើងអាចប្រើប្រាស់បានទូទៅតែម្ដងហើយបើថាចង់ចូលព្រៃចូលផ្លូវដែលពិបាករឹតតែមិនមែនជាបញ្ហាសម្រាប់រថយន្ត Chang'an model Nivo Hunter E ស៊េរីថ្មីចុងក្រោយបច្ចេកវិទ្យា OEEV ហើយពងសុវត្ថិភាពហ្នឹងក៏មានមួយជុំរថយន្តជូនបងប្អូនទាំងគ្នាផងដែរការពារការប៉ះទង្គិចជាយថាហេតុចូលមកដល់តាក់ទងទៅនឹងនៅផ្នែកខាងក្រោយយើងអាចអង្គុយបានសម្រាប់ជិះ3នាក់មានរុនបញ្ចេញខ្យល់ម៉ាស៊ីនត្រជាក់មានកន្លែងរុន USB Type A សម្រាប់ធ្វើការសាកថ្មទូរស័ព្ទដៃក៏បានដូចគ្នាផងដែរអូខេបងប្អូនទាំងគ្នាឥឡូវនេះយើងទៅសារអំពីសមត្ថភាពហើយក៏ដូចជាតាក់ទងទៅនឹងថាមពលកម្លាំងម៉ាស៊ីនប្រមាណដែលនិយាយថាជិះទៅស្រួលជន់ទៅបាននេះអញ្ចឹងខ្ញុំនឹងប្រាប់បងប្អូនទាំងគ្នានៅពេលដែលយើងបើកបរសាកល្បងអូខេបងប្អូនទាំងគ្នាស្វាគមន៍បងប្អូនទាំងគ្នាមកកាន់ការបើកបរសាកល្បងរថយន្ត Chang'an model Nivo Hunter E ស៊េរីថ្មីចុងក្រោយប្រើប្រាស់នៅបច្ចេកវិទ្យាដំបូងគេនៅលើរថយន្ត pick up OEEV ម៉ាស៊ីនដំណើរការជាម៉ាស៊ីនភ្លើងសម្រាប់សាកទៅអាគុយបបពិសោធន៍លើការបើកបរហ្មងដូចប្រើឡានអគ្គិសនីហ្មងហើយចាត់ទៅនឹង sound proof អីគឺដំណើរការបានល្អមួយវិញទៀតខ្ញុំចាប់អារម្មណ៍ឃើញថានៅពេលដែលយើងសញ្ញូកាច់ឆ្វេងឬស្ដាំកាមេរ៉ាដែលធ្លាប់តែជាប្រភេទ540 degree ហើយអាច record បានលក្ខណៈ360ហ្នឹងគឺវាផ្ដល់នៅកម្រិតរូបភាពនៅលើអេក្រង់បទត្រជាក់ភ្នែកទំហំ 12.3 អ៊ីននេះផងដែរអញ្ចឹងវាសុវត្ថិភាពខ្លាំងសម្រាប់ការបើកបររបស់យើងណាហើយមួយវិញទៀតតើតើនឹងថាមពលកម្លាំងម៉ាស៊ីនហ្មងអញ្ចឹងជាក់ស្ដែងហ្មងសម្រាប់រថយន្តនេះគឺដំណើរការដោយម៉ាស៊ីនសាំងចំណូល 2.0 លីត្រ turbo ហើយប្រើប្រាស់ជាមួយនឹងបច្ចេកវិទ្យាទំនើបចុងក្រោយរបស់ Chang'an គឺ Blue Core Technology នឹងឯងបងប្អូនទាំងនេះហើយគូសគងជាមួយនឹង motor អគ្គិសនី
គឺអាចផលិតកម្លាំងបានខ្លាំងមែនទែនដែលអាចផលិតថាមពលកម្លាំងបានរហូតដល់268 horsepower កម្លាំងរមូលគឺ370 Newton meters ផងដែរជាន់បាន drive mode ក៏មានច្រើនចឹងបងប្អូនទាំងគ្នាចង់ប្រើប្រាស់លក្ខណៈណាក៏បានដែរទ្រង់ទ្រាយណាក៏បានដែរចង់ off road ក៏បានចង់ on road ក៏បានចង់ចូលព្រៃក៏បានចង់ទៅណាក៏បានដែរចូលព្រៃខ្វះភ្លើងយកប្រភពថាមពលចេញពីរថយន្ត Hunter E នេះបានទៀតផងដែរហើយមួយវិញទៀតប្រព័ន្ធជើងក្រោមគឺដំណើរការបានល្អបងប្អូនគ្នាអត់មានប្រើចិត្តទៀតទេរថយន្តនេះណាគឺប្រើលក្ខណៈបូមឯករាជ្យទាំងអស់តែម្ដងគឺសម្រាប់ផ្នែកខាងមុខគេប្រើនៅស្លាបព្រាជាវដប់ផ្នែកខាងក្រោយគេប្រើសម្រាប់ការដឹកបានច្រើនការដឹកធ្ងន់ហ្នឹងដែលចំណុះរបស់វាអាចដឹកបានរហូតដល់1 តោនជាងហ្នឹងគឺបានវាប្រើនៅប្រភេទ multi link ដំណើរការបានមកមានផាសុកភាពមកមានទំនុកចិត្តសុវត្ថិភាពលើការបើកបររីឯប្រព័ន្ធហ្វ្រាំងសុវត្ថិភាពក៏មានច្រើនដែរប្រព័ន្ធបាទទប់លំនឹងប្រព័ន្ធជាន់ហ្វ្រាំងបន្ទាន់ក៏មានដូចគ្នាគឺងាយស្រួលមែនតើផ្ដាច់ម៉ូទ័រមុខក៏បានផ្ដាច់ម៉ូទ័រក្រោយក៏បានសម្រាប់ផ្លូវដែលពិបាកខ្លាំងតែអ្វីដែលសុវត្ថិភាពមួយទៀតឡាននេះគឺប្រើហ្វ្រាំងគៀបទាំងមុខទាំងក្រោយចឹងជារួមហ្មងកម្រិតផាសុកភាពកម្រិតសំចៃមុខងារសុវត្ថិភាពគឺមានច្រើនមែនតើសម្រាប់រថយន្តមីនីហើយតម្លៃតែជាង$40,000ទេបងប្អូនគ្នាសំខាន់បើកបរបានរហូតដល់1031 គីឡូម៉ែត្របើប្រើអគ្គិសនីសុទ្ធអាចបើកបររយៈចម្ងាយបាន131 គីឡូម៉ែត្រផងដែរបងប្អូនទាំងគ្នាសូមអបអរសាទរទៅកាន់ក្រុមហ៊ុន Chang'an Cambodia ដែលបានធ្វើការនាំយកនៅរថយន្តដែលកំពុងតែមានតម្រូវការខ្ពស់នៅលើទីផ្សារប្រទេសកម្ពុជារបស់យើងគឺជារថយន្តមួយដែលប្រើប្រាស់នៅបច្ចេកវិទ្យាអគ្គិសនីលាសាំងអាចបើកបររយៈចម្ងាយបានឆ្ងាយរហូតដល់ជាង1000 គីឡូម៉ែត្ររហូតតែបងប្អូនទាំងគ្នាគឺអត់មានទេមានតែរថយន្ត Chang'an model Nivo Hunter E ស៊េរីថ្មីចុងក្រោយមួយនេះតែប៉ុណ្ណោះហើយបងប្អូនទាំងគ្នាអាចរកទិញបាននៅ Chang'an Cambodia ឬតាមរីលេខទូរស័ព្ទដែលមានបង្ហាញនៅលើអេក្រង់នេះស្រាប់អ្វីដែលកាន់ពិសេសគឺបងប្អូនទាំងគ្នារាល់ការទិញរថយន្តពី Chang'an Cambodia បងប្អូនទាំងគ្នានឹងទទួលបានការធានាត្រឹមត្រូវផងដែរហើយអ្វីដែលមិនអាចខ្វះបានគឺតាក់ទងទៅនឹងសេវាសង្គ្រោះរថយន្ត24 ម៉ោងលើ7ថ្ងៃមិនថាបងប្អូនទាំងគ្នាមានបញ្ហាអីទេ Chang'an តែងតែនៅជិតលោកអ្នកជានិច្ចរថយន្ត Chang'an model Nivo Hunter E ស៊េរីថ្មីចុងក្រោយមួយនេះត្រូវបាននាំចូលនិងចែកចាយផ្ដាច់មុខដោយក្រុមហ៊ុន OMA Cambodia អរគុណបងប្អូនទាំងគ្នាសម្រាប់ការតាមដានទស្សនាវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់សូមគ្រប់ជូនពរបងប្អូនទាំងគ្នាទទួលបាននូវសំណាងល្អនិងសុខភាពល្អបើសិនជាមានសំណួរអាចធ្វើការសួរនៅក្នុង comment នៃវីដេអូនេះបានផងដែរពីខ្ញុំនិងក្រុមការងាររបស់ Cambo Auto សូមអរគុណនិងសូមជម្រាបលាសន្យាថាយើងនឹងជួបគ្នានៅវីដេអូក្រោយ